ngày nay nhóm xong màឆ្លើយតបសំណួរនឹងបងអូនស្រីដែលគាត់បានឆាត់សួរនាំខ្ញុំហើយនឹងមួយចំនួនធំទៀតដែលខ្ញុំឃើញគាត់សួរច្រើនតាក់ទងជាមួយនឹងការ apply visa ទៅបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ភាគច្រើនគាត់សួររយៈពេលប៉ុន្មានដែលខ្ញុំទទួលបាន visa នៅពេលដែលខ្ញុំ apply ហើយរយៈពេលប៉ុន្មានអញ្ចឹងណារយៈពេលដែលខ្ញុំទទួលបាន visa ពីទូតអាល្លឺម៉ង់ក្នុងអំឡុងពេលដែលខ្ញុំទៅ apply ហើយហ្នឹងគឺតែមួយសប្តាហ៍ឯអ្នកទាំងអស់គ្នាមុនដំបូងខ្ញុំអត់ចង់ជឿទេព្រោះគិតថាលឿនពេកអញ្ចឹងណាព្រោះដំបូងគិតខ្លួនឯងរយៈពេល2អាទិត្យឬក៏ចន្លោះពីទៅមួយខែអីដែរគិតថាมันគួរតែបានលឿនអីអញ្ចឹងណាតែមានណាទូត call មកសម្រាប់ទៅតាម one week ឯងតាមមួយសប្តាហ៍ត្រឹមហ្មងហើយពេលហ្នឹងខ្ញុំកំពុងតែធ្វើដំណើរទៅខេត្តសៀមរាបទៀតចុះខេត្តដែរដោយសារខ្ញុំធ្វើការមានណាខាងស្ថានទូតគេតាក់ទងមកឡើងពីបេដងគេ call មកហើយខ្ញុំអត់ដឹងទូរស័ព្ទចប់ silent ណាខ្ញុំភ្លេចដោះគេតែមកឡើងអត់ដឹងហើយខ្ញុំតែទៅវិញតម្រុំតែបានជួបរយៈពេលរៀងយូរដែរអាចនឹងចន្លោះពី3ទៅ5នាទីអីដែរនាំតែចូលដល់ក្នុងវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះគឺជារយៈពេលដែលខ្ញុំទទួលបាន visa ត្រឡប់វិញបន្ទាប់ពីខ្ញុំដាក់ apply ហើយអញ្ចឹងណារយៈពេលតែមួយសប្តាហ៍ទេប៉ុន្តែនេះខ្ញុំសូមបញ្ជាក់តិច visa ខ្ញុំគឺ visa សិស្សដែលទៅរៀនអញ្ចឹងណានៅអាល្លឺម៉ង់ហ្នឹងប៉ុន្តែបើសម្រាប់អ្នកដែលគាត់ apply visa ទៅធ្វើការឬក៏ទៅរស់នៅអីខ្ញុំក៏អត់ច្បាស់ដែរប៉ុន្តែបើតាមដឹងគឺអាចប្រហែលជាយូរអត់លឿនដូចសិស្សទេនិយាយទៅការ apply ទៅរៀននៅស្រុកក្រៅខាងប៉ែកអឺរ៉ុបហ្នឹងគឺសិស្សគាត់ទទួលបានលឿនសម្រាប់ visa អូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបើសិនជាមានសំណួរអីអ្នកទាំងអស់គ្នាអាចធ្វើការ comment និងសួរតាក់ទងបន្ថែមបានបាយបាយ